សំណួរមួយផ្ញើជាសម្ពត់មកចាចង់សួរទៅកាន់លោកគ្រូថាតើអ្វីទៅជាខណ្ឌ5ចាបាទខ្ញុំរាប់បានតែប្រាប់ទៅយល់ពិតជាមិនយល់ទេតើរៀនខណ្ឌ5គឺជាការបែងចែករបស់ដែលមាននៅក្នុងខ្លួនយើងម្នាក់ហ្នឹងជា5ចំណែកណាទី1គឺរូបខណ្ឌរបស់ដែលអាចប៉ះពាល់បានឮបានស្ទាបបានអីជាដើមហ្នឹងនិយាយទៅយើងរៀនដោយសន្មតថារូបរាងកាយទាំងមូលរបស់យើងហ្នឹងជារូបខណ្ឌណាហើយវេទនាខណ្ឌបើយើងប្រៀបជាមួយពាក្យអង់គ្លេសស្មើនឹងពាក្យថា feeling ណាការសោយអារម្មណ៍មិនប្រែថាអារម្មណ៍ទេប្រែថាការសោយអារម្មណ៍ដឹងជាសុខដឹងជាទុក្ខដឹងជាធម្មតាអីហ្នឹងប្រភេទនៃការសោយអារម្មណ៍ហ្នឹងឯងហៅថាវេទនាខណ្ឌហ្នឹងហើយសញ្ញាខណ្ឌគឺសំដៅដល់ការចងចាំថាយើងជាអីយើងមានអីមានផ្ទះនៅតាណាអីហ្នឹងជាសញ្ញាការសម្គាល់ឬក៏ការចងចាំហើយទី3ហៅថាសង្ខារខណ្ឌហ្នឹងគឺសំដៅដល់ចេតសិកដែលនៅសល់50ទៀតហ្នឹងមានលោភៈទោសៈមោហៈអ៊ីសាមច្ឆរិយៈអីទាំងអស់ហ្នឹងផ្នែកអកុសលហើយផ្នែកកុសលសោបនៈមានសទ្ធាមានសតិហេរិអតបៈអីជាដើមហ្នឹងទាំងអស់ហ្នឹងឯងហៅថាសង្ខារខណ្ឌហើយចុងក្រោយវិញ្ញាណខណ្ឌគឺសំដៅដល់ចិត្តសម្រាប់ដឹងរឿងរ៉ាវផ្សេងដឹងអារម្មណ៍ផ្សេងហៅថាវិញ្ញាណសរុបមកមានរូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌក្នុងខ្លួនយើងអ្នកហ្នឹងមានប៉ុណ្ណឹងអត់មានអីលើសហ្នឹងទេតែចង់ឲ្យច្បាស់តួរៀនបាទនឹងគ្រាន់តែប្រាប់ឈ្មោះ